សាច់រឿងដែលបានចាប់ផ្ដើមនៅក្នុងភាគទី150នេះយើងក៏ឃើញថាសៀវយានជាមួយនឹងគ្នារបស់គាត់ក៏បានធ្វើដំណើរសម្ដៅទៅកាន់កន្លែងមួយប៉ុន្តែស្របគ្នាយើងក៏ស្រាប់តែឃើញថាមនុស្សដែលយើងទ្វារនៅទីនេះគឺមិនបានអនុញ្ញាតឲ្យសៀវយាននឹងគឺថាចូលទៅខាងក្នុងនោះទេឃើញដូច្នោះហើយតាធានហួរក៏សួរថាតើនេះឬគឺជារបៀបទទួលភ្ញៀវរបស់ត្រកូលបុរាណនោះដែលវាគឺពិតជាធ្វើគាត់នឹងគឺថារៀនបានច្រើនពិតមែនហើយក្នុងកំឡុងពេលនោះផងដែរស៊ីនអឺនាងក៏បានបង្ហាញខ្លួនជាមួយនឹងការមកដល់របស់នាងនោះនាងក៏បានប្រាប់ទៅកាន់កូនចៅទាំងពីររបស់នាងថាអនុញ្ញាតឲ្យក្រុមរបស់សៀវយាននឹងគឺថាចូលទៅខាងក្នុងទៅប៉ុន្តែយ៉ាងណាមិញព្រឹទ្ធាចារ្យ2នាក់ទៀតក៏និយាយទៅកាន់ស៊ីនអឺថាមិនចាំបាច់ប្រឹងប្រែងនោះទេព្រោះថាយ៉ាងណាមិញភ្ញៀវដែលមិនបានអញ្ជើញឬមួយក៏មិនមែនជាភ្ញៀវពិសេសនឹងគឺមិនអនុញ្ញាតឲ្យចូលទៅខាងក្នុងឡើយលើដូច្នោះហើយស៊ីនអឺក៏តបទៅវិញថាប៉ុន្តែពួកគេគឺជាមិត្តភក្តិរបស់ខ្ញុំព្រឹទ្ធាចារ្យក៏នៅតែនិយាយទៀតថាបើទោះបីជាបែបនេះក៏មិនអាចចាត់ទុកថាគេនឹងគឺជាភ្ញៀវពិសេសបានដែរចំណែកស៊ីនអឺនៅពេលនេះក៏គ្មានវិធីផ្សេងទៀតនោះទេដូច្នោះហើយក៏បានបញ្ចេញកម្លាំងរបស់នាងប៉ុន្តែស្របគ្នាក៏ស្រាប់តែសម្លេងមួយគឺបានបន្លឺឡើងក្លេចមើលទៅកាន់កណ្ដាលអាកាសនោះយើងក៏បានឃើញអំពីធម្មពលរន្ទះដ៏ខ្មៅខ្មាញ់ដែលវាក៏ចាប់ផ្ដើមបាញ់ចុះមើលខាងក្រោមហើយបន្ទាប់មកយើងក៏បានឃើញអំពីវត្តមានរបស់បុរសចំណាម្នាក់ដែលគាត់គឺជាម៉ាងធានឈីដែលជានាយកសាលាជាណានឹងឯងរួចហើយក៏បាននិយាយទៅកាន់តាចាស់ទាំងពីរនឹងថាត្រឹមតែឆ្កែឆ្មា2នាក់ក៏ហ៊ានធ្វើបាបកូនសិស្សនៅក្នុងសាលាជាណារបស់គាត់ដែរមែនទេឬដូច្នោះហើយពួកគេទាំងពីរគឺបានត្រឹមតែនិយាយថាម៉ាងធានឈីស្របពេលដែលស៊ីយៀនក៏នឹកឃើញទៅដល់តាចាស់ម្នាក់នោះដូច្នោះហើយក៏បាននិយាយថាគឺជាលោកចំណែកម៉ាងធានឈីក៏តបមកវិញថាឡរ៉ាតែឯងគឺមិនចេះគួរសមខ្លះទេឬឯងត្រូវហៅខ្ញុំថាជាលោកនាយកឬដូច្នោះហើយស៊ីយៀនក៏បានគិតបន្តិចនិងក៏សួរតបទៅវិញថាបើដូច្នោះលោកគឺជានាយកសាលាខាងក្នុងនៃសាលាបណ្ឌិតសភាជាណានមែនទេរួចហើយនោះគេជាមួយនឹងស៊ីនអឺក៏បានធ្វើការគួរសមទៅកាន់គាត់បន្តិចទៅចំណែកតាចាស់ហ្នឹងក៏នៅតែបន្តសម្លឹងមើលទៅកាន់ស៊ីយៀនជាពិសេសគឺស៊ីនអឺមុនពេលដែលគាត់ក៏បាននិយាយទៀតថាពេលនេះគាត់គឺជប់ឆ្ងល់ហើយហេតុអ្វីបានជាក្មេងៗចំនួនក្រោយនៅក្នុងត្រកូលគូនឹងគឺចង់ធ្វើបាបទៅលើសៀវយានដោយសារតែវាគឺបែបនឹងឯងបន្ទាប់មកគាត់ក៏បានបន្តនិយាយសម្ដៅទៅកាន់ព្រឹទ្ធាចារ្យគូសានប្រើប្រាស់នាមនៅក្នុងឋានៈជាព្រឹទ្ធាចារ្យគឺធ្វើឲ្យអ្នកដទៃនឹងគឺថាធ្វើបាបមកលើសៀវយានតែគាត់នឹងគឺថាមិនចេះខ្មាស់គេទេឬដូច្នោះហើយតាចាស់នឹងក៏បានបញ្ជាទៅកាន់ព្រឹទ្ធាចារ្យទាំងពីរថាឲ្យបើកផ្លូវឲ្យអ្នកគ្រប់គ្នានឹងគឺធ្វើដំណើរចូលទៅខាងក្នុងបន្ទាប់ពីទៅដល់កន្លែងមួយហើយស៊ីនអឺក៏ប្រាប់ទៅកាន់សៀវយានទៀតថាបន្ទាប់ពីពិធីពេញវ័យត្រូវបានបញ្ចប់ទៅវាក៏ជាថ្ងៃដែលភ្នូរឋានសួគ៌ត្រូវបានបើកឡើងហើយសមាជិកនៃត្រកូលបុរាណទាំង8ដែលបានប្រមូលផ្ដុំនៅទីនេះគឺសុទ្ធតែដើម្បីចូលទៅក្នុងភ្នូរឋានសួគ៌ទាំងអស់ហើយកាលពីពេលមុនកន្លែងរបស់ត្រកូលសៀវគឺតែងតែត្រូវបានកាន់កាប់ដោយត្រកូលរបស់នាងប៉ុន្តែពេលនេះបងប្រុសសៀវយានគឺបានមកដល់ទៅហើយដូច្នោះហើយកន្លែងនេះគឺត្រូវតែប្រគល់ជូនទៅកាន់បងប្រុសសៀវយានវិញហើយប៉ុន្តែខ្ញុំគឺនៅតែមានការព្រួយបារម្ភថាព្រឹទ្ធាចារ្យមួយចំនួនប្រកាសជាលូកដៃចូលមកក្នុងរឿងនេះទៀតហើយប៉ុន្តែម៉ាងធានឈីក៏ប្រាប់ថាកុំភ័យអីនៅពេលដែលពេលវេលាបានមកដល់នោះគាត់ប្រកាសជាជួយសៀវយានហើយដោយសារតែយល់ដល់មុខមាត់របស់គាត់នោះគាត់ក៏ជឿថាតាចាស់ទាំងអស់នោះគឺមិនធ្វើឲ្យសៀវយានគឺថាលំបាកនោះទេលើដូច្នោះហើយអ្នកទាំងពីរក៏បានអរគុណទៅកាន់គាត់ម្ដងទៀតប៉ុន្តែម៉ាងធានឈីក៏បានតបទៅវិញថាមិនត្រូវតែនិយាយបែបហ្នឹងនោះទេដោយសៀវយានក៏ត្រូវតែបង្ហាញឲ្យគាត់គឺបានឃើញក៏ដូចជាដឹងខ្លះផងដែរដូច្នោះក្នុងពេលនោះសៀវយានគឺបានដឹងអំពីចេតនាសម្លាប់ដ៏ត្រជាក់មួយដែលកំពុងតែសម្លឹងមើលមកកាន់គាត់ដោយនោះគឺជាគូយ៉ាងនឹងឯងហើយខណៈដែលស៊ីនអឺក៏ប្រាប់ទៅកាន់សៀវយានផងដែរថាគេនឹងគឺជាបិសាចមួយដែរនៅក្នុងត្រកូលគូដែលមានឈ្មោះថាគូយ៉ាវចំណែកសៀវយានក៏បាននិយាយថាគេនឹងក្លាយទៅជាសត្រូវដ៏ខ្លាំងក្លាមួយបំផុតរបស់គាត់បាងធានឈីក៏នៅតែបន្តថាប្រសិនបើឯងគឺអាចទប់ទល់ជាមួយនឹងគេបាន100ជុំដោយមិនចាញ់នោះខ្ញុំជឿថាត្រកូលគូប្រកាសជាគ្មានហេតុផលណាមួយដែលអាចកាន់កាប់កន្លែងរបស់ត្រកូលសៀវបានទៀតនោះទេលើដូច្នោះហើយសៀវយានគឺបានត្រឹមតែគិតរួចហើយក៏បានផ្ដល់នៅស្នាមញញឹមមួយហើយមិនយូរប៉ុន្មានសម្លេងរបស់ព្រឹទ្ធាចារ្យគូសានក៏បានប្រកាសឡើងថាពេលវេលាគឺមកដល់ហើយដូច្នោះហើយពិធីគឺសុំចាប់ផ្ដើមក្រវិះនៅដៃរបស់គាត់បន្តិចធម្មពលក៏បានលេចឡើងហើយកន្លែងដែលនៅចំពោះមុខអ្នកគ្រប់គ្នាក៏ស្រាប់តែបានផុសឡើងជាមួយនឹងវេទិកាថ្មមួយទៀតដែលមើលទៅវាពិតជាអស្ចារ្យខ្លាំងមែនទែនបន្ទាប់ពីវេទិកានេះគឺបានផុសឡើងហើយព្រឹទ្ធាចារ្យម្នាក់ទៀតក៏បានប្រកាសឡើងថាអ្នកដំបូងគេដែលត្រូវធ្វើតេស្តខ្សែឈាមនឹងគឺជាលីងឈွန်ឬដូច្នោះហើយគេក៏មិនរឹងចាំយូរដែរហើយក៏បានឡើងទៅលើវេទិកានេះទៅបន្ទាប់មកក៏ប្រើប្រាស់ធម្មពលនៃអំណាចខ្សែឈាមរបស់គេនឹងគឺចាក់បញ្ចូលទៅកាន់គ្រីស្តាល់ធម្មពលមួយដែលនៅខាងលើហើយនៅពេលដែលអំណាចខ្សែឈាមរបស់គេគឺបានចាក់បញ្ចូលទៅធម្មពលវាក៏ចាប់ផ្ដើមផ្សាយភាយចាក់បញ្ចូលទៅកាន់គ្រីស្តាល់ដទៃផ្សេងទៀតឃើញដូច្នោះហើយស៊ីយិនក៏បានសួរថាតើផ្កាយទាំងអស់នេះគឺតំណាងឲ្យអំណាចខ្សែឈាមរបស់ពួកគេមែនទេចំណែកស៊ីនអឺក៏តបមកវិញថាមិនខុសនោះទេធម្មពលផ្កាយដែលមាននៅលើផ្កាយទាំងអស់នេះគឺតំណាងឲ្យអំណាចធម្មពលនៃកម្រិតខ្សែឈាមដែលផ្កាយមួយគឺស្មើជាមួយនឹងកម្រិតទី1ហើយនៅក្នុងតកូលបុរាណរបស់នាងនឹងគឺមានខ្សែឈាមចំនួន10កម្រិតហើយជាងនេះទៅទៀតនោះគឺមានតែអ្នកដែលឈានទៅដល់កម្រិតខ្សែឈាមលំដាប់ទី4ឬមួយក៏ខ្ពស់ជាងនេះនោះទេទើបអាចចូលរួមនៅក្នុងពិធីនៃការពេញវ័យនេះបានហើយខណៈដែលលីងឈွန်កាលពីពេលមុនគេគឺបានឈានទៅដល់កម្រិតខ្សែឈាមទី6រួចទៅហើយដូច្នោះហើយក៏អាចចាត់ទុកបានថាគេគឺជាមនុស្សម្នាក់ដែលមានទេពកោសល្យដែរក្នុងពេលនោះយើងក៏ឃើញថាការធ្វើតេស្តខ្សែឈាមរបស់គេក៏បានបញ្ចប់ដែលគេនឹងគឺទទួលបានខ្សែឈាមកម្រិតទី7ព្រឹទ្ធាចារ្យក៏បានប្រកាសឡើងផងដែរហើយគេនឹងគឺទទួលបានស្នាមសាក់ត្រកូលពណ៌មាសស៊ីនអឺក៏ប្រាប់ទៀតថាស្នាមសាក់
ត្រកូលនៅក្នុងត្រកូលគូរបស់នាងគឺបានបែងចែកទៅជា4កម្រិតដែលមានដូចជាពណ៌ប្រាក់ពណ៌មាសពណ៌មាសស្វាយជាមួយនឹងពណ៌មាស7ពណ៌ហើយស្នាមសាករបស់លីងឈွန်គឺទទួលបានកម្រិតទី3ដែលជាពណ៌មាសស្វាយជាមួយនឹងស្នាមសាកត្រកូលនេះគឺអាចធ្វើឲ្យសមាជិកនៃត្រកូលគូរបស់នាងនឹងគឺកើនឡើងអំណាចជាបណ្ដោះអាសន្នដើម្បីដោះស្រាយជាមួយនឹងបញ្ហាសៀវយិនលឺហើយក៏បានសួរតបទៅវិញថាតើនៅពេលនេះនាងគឺបានឈានទៅដល់ខ្សែឈាមថ្នាក់ទី10ហើយឬនៅខណៈដែលស៊ីនអឺគឺបានត្រឹមតែកវីក្បាលប្រាប់ថាបន្ទាប់ពីការវឹកហាត់ចុងក្រោយរបស់នាងគឺបានបញ្ចប់នាងគឺមិនដែលបានសាកល្បងម្ដងទៀតនោះទេហើយខ្សែឈាមថ្នាក់ទី10នេះគឺត្រូវបានគេនិយាយថាជាខ្សែឈាមដ៏ទេវភាពដែលវាគឺបានកម្រកើតឡើងអស់រយៈពេល1000ឆ្នាំមកហើយដូច្នោះហើយនាងខ្លាចថានាងប្រហែលជាមិនអាចធ្វើវាបាននោះទេចំណែកឯម៉ាងធានឈីគាត់ក៏ធ្លាប់ឮថាអ្នកដែលមានខ្សែឈាមកម្រិតទី9នៅក្នុងត្រកូលគូនឹងគឺមានឱកាសនៅក្នុងការបំបែកចូលទៅកាន់កម្រិតទៅសឹងហើយខ្សែឈាមថ្នាក់ទី10វិញប្រកាសជាឈានទៅដល់កម្រិតកំពូលហើយប៉ុន្តែវាគឺមិនមែនជាអ្វីដែលមនុស្សគ្រប់គ្នាគឺសត្វតែអាចទទួលបាននោះទេឬដូច្នោះស៊ីយិនក៏និយាយថាបំបែកចូលទៅកាន់កម្រិតទៅសឹងតាមរយៈខ្សែឈាមមូលដ្ឋានគ្រឹះនៃត្រកូលគូនេះវាគឺពិតជាជ្រាលជ្រៅមែនស្របពេលដែលសម្លេងរបស់ព្រឹទ្ធាចារ្យក៏បានប្រកាសឡើងថាអ្នកបន្ទាប់គឺជាគូយ៉ាវដូច្នោះហើយគេក៏បានបង្ហាញខ្លួននៅលើវេទិកាស្របពេលដែលគេក៏ប្រើប្រាស់អំណាចខ្សែឈាមរបស់គេនេះចាក់បញ្ចូលទៅកាន់គ្រីស្តាល់ដែលនៅខាងលើនោះឯងហើយខណៈដែលធម្មពលនៃខ្សែឈាមវាក៏ចាប់ផ្ដើមផ្សាយភាយចេញដែលសម្ពាធធម្មពលនេះវាគឺពិតជាខ្លាំងមែនទែនដែលធ្វើគ្រប់គ្នាក៏បាននិយាយថានៅពេលនេះខ្សែឈាមរបស់គូយ៉ាវគឺថាស្ទើរតែអាចប្រៀបធៀបជាមួយនឹងស៊ីនអឺបានរួចទៅហើយប៉ុន្តែអ្នកខ្លះទៀតក៏បាននិយាយថានោះវាគ្រាន់តែជាការសាកល្បងលើកមុនតែប៉ុណ្ណោះដូច្នោះពេលនេះអ្នកណាគឺខ្លាំងជាងយើងគឺមិនទាន់ដឹងនៅឡើយនោះទេហើយខណៈដែលស៊ីនអឺវិញក៏ប្រាប់ទៅកាន់ស៊ីយិនដូចគ្នាថានៅពេលនេះអំណាចខ្សែឈាមរបស់គូយ៉ាវគឺបានឈានទៅដល់កម្រិតទី8រួចទៅហើយដូច្នោះហើយមិនយូរប៉ុន្មានពិធីនៃការធ្វើតេស្តខ្សែឈាមរបស់គូយ៉ាវវាក៏ត្រូវបានបញ្ចប់ចំណែកព្រឹទ្ធាចារ្យក៏បានប្រកាសឡើងដែរគូយ៉ាវគឺជាមេទ័ពដ៏អស្ចារ្យម្នាក់នៅក្នុងចំណោមមេទ័ពទាំង4ជាទេវតាប្រយុទ្ធកាយ8ទទួលបានខ្សែឈាមថ្នាក់ទី8ដូច្នោះហើយទទួលបាននៅស្នាមសាកត្រកូលពណ៌មាសស្វាយបន្ទាប់មកគាត់ក៏បានគូឆ្វេងឆ្វាយហើយស្នាមសាកត្រកូលនេះក៏បានចាក់បញ្ចូលទៅកាន់កណ្ដាលថ្ងាសរបស់គូយ៉ាវទៅគ្រាន់តែទទួលបាននៅស្នាមសាកត្រកូលនឹងក៏ពោពេញទៅដោយអំណាចដែរបន្ទាប់មកព្រឹទ្ធាចារ្យគឺរៀបនឹងបន្តទៅហើយនោះគូយ៉ាវគេក៏ស្រាប់តែនិយាយថាព្រឹទ្ធាចារ្យបើយោងទៅតាមច្បាប់នៅក្នុងពិធីនៃការពេញវ័យនេះខ្ញុំគឺអាចធ្វើការប្រគួតប្រជែងជាមួយនឹងនរណាម្នាក់ដែលមានវត្តមាននៅទីនេះបានបញ្ជាក់ឲ្យថាវាគឺជាការពិតមែនទេខណៈដែលព្រឹទ្ធាចារ្យក៏បានងក់ក្បាលនិងក៏បានតបទៅវិញថាប៉ុន្តែយ៉ាងណាក្តីនេះគឺតម្រូវឲ្យភាគីម្ខាងទៀតគឺត្រូវតែយល់ព្រមដែរឬដូច្នោះហើយគូយ៉ាវគេក៏បានចង្អុលទៅកាន់ស៊ីយិននិយាយឲ្យថាឯងគឺហ៊ានប្រកួតជាមួយនឹងខ្ញុំដែរឬអត់ស្របពេលដែលស៊ីនអឺក៏បានតបទៅវិញភ្លាមថាគូយ៉ាវកុំបង្ខំគេខ្លាំងពេកគូយ៉ាវគេក៏នៅតែឌឺដងត្រឡប់ទៅវិញនិយាយទៅកាន់ស៊ីយិនថាគាត់នឹងគឺមានសិទ្ធិនៅក្នុងការបដិសេធបានដូច្នោះហើយស៊ីនអឺក៏ស្រាប់តែបានបញ្ចេញធម្មពលរបស់នាងហើយក៏ដើរចេញទៅប៉ុន្តែស្រុកគ្នានោះក៏ស្រាប់តែស៊ីយិនគឺបានបញ្ឈប់នាងនិយាយថាមិនចាំបាច់ភ័យនោះទេវាគ្រាន់តែជាការប្រកួតមួយតែប៉ុណ្ណោះហើយថ្ងៃនេះគឺជាពិធីពេញវ័យរបស់ឯងដូច្នោះកុំធ្វើគេនឹងគឺថាបំផ្លាញអារម្មណ៍ល្អៗរបស់ឯងអីឬដូច្នោះហើយស៊ីនអឺក៏នៅតែមានការព្រួយបារម្ភស៊ីយិនក៏ប្រាប់ថាកុំភ័យអីយ៉ាងណាមិញដើម្បីដណ្ដើមយកនៅតំណែងសម្រាប់ត្រកូលសៀវនៅក្នុងភ្នូឋានសួគ៌ត្រឡប់មកវិញគាត់គឺត្រូវតែយកឈ្នះគូយ៉ាវនេះឲ្យបានដើម្បីបញ្ជាអំពីខ្លួនឯងដូច្នោះហើយស៊ីនអឺគឺបានត្រឹមតែប្រាប់ទៅកាន់បងប្រុសស៊ីយិនត្រូវតែមានការប្រុងប្រយ័ត្នដូច្នោះហើយយើងកាត់មកមើលពេលនេះវិញពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមប្រឈមមុខដាក់គ្នាមិនយូរប៉ុន្មានសៀវយិនក៏ចាប់ផ្ដើមបោះជំហានចេញទៅនិយាយថាត្រកូលសៀវយិនទទួលយកនៅការប្រយុទ្ធរបស់ឯងខណៈដែលគូយ៉ាវគេក៏បាននិយាយឲ្យថាពិតជាមិនចេះបានប្រមាណកម្លាំងខ្លួនឯងមែនបន្ទាប់មកគេក៏ប្រើប្រាស់ធម្មពលជាមួយនឹងកណ្ដាប់ដៃសម្ដៅចូលទៅរកសៀវយិនខណៈដែលសៀវយិនក៏ប្រើប្រាស់ធម្មពលជាមួយនឹងកណ្ដាប់ដៃរបស់គាត់ដើម្បីមកទប់រងដែលធ្វើកណ្ដាប់ដៃវាក៏បានប៉ះទាំងកិច្ចគ្នាពួកគេទាំងពីរក៏ត្រូវបានប៉ាងរៀងៗខ្លួនខណៈដែលពួកគេក៏នៅតែបន្តសម្រុកចូលទៅរកគ្នាសៀវយិនក៏ប្រើប្រាស់នៅជើងរន្ទះជាមួយនឹងធម្មពលរបស់គាត់ខណៈដែលគូយ៉ាវក៏ប្រើប្រាស់ធម្មពលរបស់គេការប៉ះទាំងកិច្ចគ្នាម្ដងរវាងអ្នកទាំងពីរនេះវាគឺតែងតែធ្វើលំហគឺត្រូវបានខូចទ្រង់ទ្រាយម្ដងហើយម្ដងទៀតហើយនៅពេលនេះវិញគូយ៉ាវគេក៏បានប្រើប្រាស់នៅស្នៀតត្រារបាវភ្នំចាត់ការទៅលើសៀវយិនជាមួយនឹងបាតដៃជាច្រើនដូច្នោះហើយសៀវយិនក៏ប្រើប្រាស់ធម្មពលរបស់គាត់ដើម្បីបំបែកនៅការវាយប្រហារទាំងអស់នោះនិងក៏ប្រើប្រាស់នៅជំហានរន្ទះទាំង3000ដើម្បីគេចអំពីវាផងដែរខណៈដែលគូយ៉ាវគេក៏នៅតែបន្តបាញ់សម្ដៅជាមួយនឹងបាតដៃជាច្រើននេះសម្ដៅចូលទៅរកសៀវយិនដូច្នោះហើយគាត់ក៏ប្រើប្រាស់ធម្មពលរបស់គាត់ដើម្បីធ្វើការរារាំងអ្វីដែលសៀវយិនបានប្រើប្រាស់លើកនេះវាគឺជាការផ្លាស់ប្ដូរទាំង3នៃអត្តកម្បាំងភ្លើងឋានសួគ៌ហើយក៏បានបំបែកនៅការវាយប្រហាររបស់គូយ៉ាវទៅប៉ុន្តែយ៉ាងណាមិញគេក៏នៅតែបន្តសម្រុកចូលមកដូច្នោះហើយសៀវយិនក៏ប្រើប្រាស់នៅស្នៀតអណ្ដាប់ភ្លើងលាបត្របាក់រលើកវាយប្រហារទៅលើគូយ៉ាវប៉ុន្តែក៏ត្រូវបានគេប្រើប្រាស់ត្រឹមតែដៃម្ខាងប៉ុណ្ណោះក៏អាចបំផ្លាញបានយ៉ាងងាយហើយក៏បាននិយាយថាវាគ្រាន់តែជារបស់ក្មេងលេងតែប៉ុណ្ណោះសៀវយិនក៏តបទៅវិញថាបើអញ្ចឹងគឺសាក់លបងអានេះម្ដងទៅដៃរបស់គាត់ក៏ចាប់ផ្ដើមមានការផ្លាស់ប្ដូរសម្ពាធធម្មពលភ្លើងដ៏មហិមាក៏ចាប់ផ្ដើមលេចឡើងមកម្ដងទៀតដូច្នោះនៅពេលដែលគូយ៉ាវគឺបានសម្ដៅចូលទៅរកសៀវយិននោះក៏ស្រាប់តែធម្មពលភ្លើងដ៏ខ្លាំងក្លានេះគឺបានបាញ់សម្ដៅចូលទៅរកគេហើយនៅពេលនេះម្នាក់គឺសិតតែស្ងប់ស្ងាត់រងចាំមើលលទ្ធផលខណៈដែលស៊ីនអឺកំពុងតែចម្លែកនៅក្នុងចិត្តដោយសារតែនាងដឹងហើយគូយ៉ាវគឺមិនអាចចាញ់បានដោយងាយបែបនេះនោះទេប្រហែលជា90ម៉ោងក្រោយមកយើងក៏ស្រាប់តែឃើញថាធម្មពលភ្លើងដ៏
សន្ធោសន្ធៅរបស់សៀវយៀននេះក៏ចាប់ផ្ដើមកហើយវាក៏ត្រូវបានគូយ៉ាវបំផ្លាញចោលទៅខណៈដែលគេក៏នៅតែបោះជំហានមួយចូលទៅរកសៀវយៀនជាមួយនឹងការអស់លំពេងដែលជាអាវុធរបស់គេមើលទៅគឺពិតជាមិនធម្មតាបន្តមកគេក៏បាននិយាយទៅកាន់សៀវយៀនទៀតថាសៀវយៀនថ្ងៃនេះខ្ញុំនឹងឲ្យឯងគឺបានដឹងអ្វីទៅដែលជាក្មេងចំនួនក្រោយមានទេពកោសល្យកំពូលហើយគេក៏ចាប់ផ្ដើមធ្វើការប្រមូលផ្ដុំធម្មពលរបស់គេបន្តវិប្រហារទៅលើសៀវយៀនដែលលើកនេះគឺមានឈ្មោះថាលំពេងបិសាចដូច្នោះហើយធម្មពលជាច្រើនវាក៏ចាប់ផ្ដើមបង្កើតបានទៅជារូបរាងរបស់បិសាចយ៉ាងច្រើនកំពុងតែសម្ដៅចូលទៅរកសៀវយៀនដែរដូច្នោះហើយគាត់ក៏ប្រើប្រាស់ធម្មពលរបស់គាត់ដើម្បីធ្វើការបំបាយវាម្ដងហើយម្ដងទៀតចំណែកគូយ៉ាវក៏នៅតែបន្ថែមកម្លាំងរបស់គេវិប្រហារទៅលើសៀវយៀនគាត់ក៏ព្យាយាមប្រើប្រាស់ធម្មពលរបស់គាត់ដើម្បីធ្វើការរារាំងខណៈដែលគាត់ក៏ព្យាយាមប្រើប្រាស់ជំហានរន្ទះទាំង3000ជាមួយនឹងល្បឿនដែលលឿនរបស់គាត់នោះកិច្ចអំពីការវិប្រហារទាំងអស់នេះប៉ុន្តែយ៉ាងណាមិញគូយ៉ាវក៏នៅតែបន្តប្រមូលផ្ដុំនៅធម្មពលរបស់គេវិប្រហារទៅលើសៀវយៀនម្ដងទៀតជាមួយនឹងការវិប្រហារឆ្វេងផងស្ដាំផងនេះវាគឺពិតជាធ្វើសៀវយៀនគាត់គឺលំបាកនៅក្នុងការទប់ទល់ហើយមួយដៃចុងក្រោយនេះគឺបានធ្វើគាត់គឺប៉ាងធ្លាក់ចូលទៅខាងក្រោមហើយដេកជុកទៅហើយខណៈដែលគូយ៉ាវគេក៏មិនទាន់បញ្ឈប់ដែរពេលនេះគេក៏ចាប់ផ្ដើមធ្វើការប្រមូលផ្ដុំនៃធម្មពលរបស់គេសារជាថ្មីម្ដងទៀតដោយវាក៏បានបង្កើតបានទៅជារូបសត្វដ៏ធំមួយហើយលើកនេះគឺត្រូវបានគេឲ្យឈ្មោះថាសម្រែកក្រហមនៃស្ដេចសត្វដូច្នោះហើយគ្រាន់តែសម្រែកក្រហមដែលវាគឺបានបន្លឺឡើងតែប៉ុណ្ណោះក៏ពោពេញទៅដោយអំណាចធម្មពលលំហជាច្រើនក៏ត្រូវបានប្រេះស្រាំផងដែរគេក៏បានបន្តនិយាយទៅកាន់សៀវយៀនថាសៀវយៀនថ្ងៃនេះទុកជីវិតរបស់ឯងគឺនៅត្រង់នេះហើយបន្តមកធម្មពលដ៏ខ្លាំងក្លារបស់គេនេះក៏ចាប់ផ្ដើមបាញ់សម្ដៅចូលទៅរកសៀវយៀនដែលនៅខាងក្រោមឃើញដូច្នោះហើយសៀវយៀនក៏ប្រើប្រាស់នៅស្នៀតកាំបិត6ក្បាច់របស់គាត់ដើម្បីបង្កើតទៅជាខែលការពារទប់ទល់ជាមួយនឹងធម្មពលរបស់គូយ៉ាវធ្វើឲ្យស៊ីនអឺគឺពិតជាមានការព្រួយបារម្ភស្របពេលដែលគាត់ក៏នៅតែព្យាយាមតស៊ូហើយមិនយូរប៉ុន្មានធម្មពលនៃការប៉ះទង្គិចគ្នានេះវាក៏ស្រាប់តែបានផ្ទុះឡើងតែម្ដងទៅហើយសៀវយៀនគាត់នឹងទៅជាយ៉ាងណាយើងក៏មិនទាន់ដឹងដែរគូយ៉ាវបន្ទាប់ពីឃើញដូច្នោះហើយគេក៏បានដើរចេញទៅហើយក៏បាននិយាយថាត្រកូលសៀវគឺបានដួលរលំយូរណាស់មកហើយដូច្នោះហើយតើធ្វើដូចម្ដេចគឺអាចប្រៀបធៀបជាមួយនឹងត្រកូលគូរបស់គេបានទៅក្នុងពេលនោះក៏ស្រាប់តែសម្លេងសៀវយៀនគឺបានឆ្លើយតបមកវិញថាអញ្ចឹងហើយខណៈដែលគាត់ក៏នៅតែបង្ហាញខ្លួនជាធម្មតាប៉ុន្តែគ្រាន់តែថាគាត់នៅពេលនេះគឺហាក់បីដូចជារើរបួសធ្ងន់បន្តិចហើយគាត់ក៏បាននិយាយឡើងទៀតថាជាមួយនឹងអត្តសញ្ញាណរបស់ឯងដែលជាត្រកូលគូនេះតើឯងគឺមានមោទនភាពខ្លាំងណាស់មែនទេបន្ទាប់ពីឃើញថាសៀវយៀនគឺមានការការពារអំពីគ្រឿងសឹកនេះព្រឹត្តិការណ៍មួយចំនួនគឺបានសរសើរមិនដាច់ពីមាត់ដោយសារតែវាគឺអាចទប់ទល់ជាមួយនឹងការវាយប្រហាររបស់អ្នកខ្លាំងផ្កាយ8បានដូច្នោះហើយវាគឺពិតជាស័ក្តិសមជាគ្រឿងសឹកនេះរបស់ត្រកូលនាគបុរាណពិតមែនខណៈដែលសៀវយៀនគាត់ក៏នៅតែបោះជំហានចូលទៅរកគូយ៉ាវហើយក៏បាននិយាយទៅកាន់គេថាចាប់តាំងពីគាត់គឺបានចាក់ចេញអំពីអាណាចក្រជាម៉ាមកគាត់គឺបានចំណាយពេល10ឆ្នាំជាងទៅហើយនៅក្នុងវាលទំនាបកណ្ដាលដូច្នោះហើយគាត់ក៏បានប្រឈមមុខជាមួយនឹងសត្រូវរាប់ម្ដងដែរការតស៊ូរបស់គាត់ម្ដងណាក៏តែងតែប្រឈមមុខជាមួយនឹងការស្លាប់ជានិច្ចដូច្នោះហើយអ្វីដែលគាត់បានលះបង់វាគឺពិតជាច្រើនរាប់ម្ដងហើយវាគឺពិតជាមិនដូចគ្នាជាមួយនឹងគូយ៉ាវដែលតែងតែត្រូវបានគ្រប់គ្នាគឺនិយាយថាគេគឺជាមនុស្សដែលមានទេពកោសល្យនោះទេហើយចំពោះគាត់វិញបាននិយាយចំពោះរឿងខ្សែឈាមគាត់ក៏មិនដែលខ្វាយខ្វល់តាំងពីដើមមកដូចគ្នាប៉ុន្តែក៏ប្រាប់ហើយថាប្រសិនបើគូយ៉ាវគឺចង់សម្លាប់គាត់នោះគេក៏ត្រូវតែបង់នៅតម្លៃតបស្នងត្រឡប់មកវិញដូចគ្នាចំណែកគូយ៉ាវគេក៏តបមកវិញថាបើទោះបីជាឯងគឺបានឆ្លងកាត់នៅបទពិសោធន៍នៃការប្រយុទ្ធគ្នារាប់ម្ដងតើវាយ៉ាងម៉េចព្រោះថាយ៉ាងណាមិញខ្សែឈាមអតិទេពវាគឺមិនមែនជាអ្វីដែលដូចជាឯងដែលជាសមាជិកនៃត្រកូលត្រូវបានគេបោះបង់ចោលនឹងគឺមកធ្វើការវិនិច្ឆ័យនោះទេហើយថ្ងៃនេះខ្ញុំនឹងបង្ហាញឯងឲ្យបានដឹងអំពីអ្វីពិតប្រាកដនៃត្រកូលគូដែលវាគឺជាជំនាញប្រយុទ្ធកម្រិតមេឃដូច្នោះហើយចំពោះអ្វីដែលគូយ៉ាវគេបានប្រើប្រាស់លើកនេះវាដូចជាមានឈ្មោះថាការបំផ្លាញឋានសួគ៌និងផែនដីហើយសម្ពាធធម្មពលដែលបានលេចឡើងនឹងគឺពិតជាខ្លាំងចំណែកសៀវយៀនអ្វីដែលគាត់បានប្រើប្រាស់វាគឺជាបច្ចេកទេសភ្លើងទាំង5របស់គាត់ដៃរបស់គាត់ក៏ចាប់ផ្ដើមផ្លាស់ប្ដូរធម្មពលក៏នៅតែលេចឡើងជាបន្តបន្ទាប់ចំណែកគូយ៉ាវវិញគេក៏នៅតែប្រមូលផ្ដុំធម្មពលរបស់គេនិងក៏បានស្រែកទៅកាន់សៀវយៀនថាទៅស្លាប់ទៅចំណែកសៀវយៀនវិញគាត់ក៏នៅតែបន្តស្រែកឡើងយ៉ាងខ្លាំងម្ដងទៀតដើម្បីដំណើរការក្បួនរបស់គាត់ដូច្នោះហើយធម្មពលវាក៏ចាប់ផ្ដើមប្រតិសិននិងក៏បានបង្កើតបានទៅជាក្បួនការពារដ៏ធំសម្បើមមួយឃើញដូច្នោះហើយគូយ៉ាវគេក៏បានស្រែកឡើងយ៉ាងខ្លាំងម្ដងទៀតអំពីបច្ចេកទេសកម្រិតឋានសួគ៌របស់គេដែលយើងក៏បានឃើញអំពីម្រាមដៃដ៏ធំសម្បើមមួយពោពេញទៅដោយសម្ពាធធម្មពលដ៏មហិមាក៏ចាប់ផ្ដើមបាញ់ចុះទៅរកសៀវយៀនខណៈដែលសៀវយៀនក៏ប្រើប្រាស់នៅក្បួនការពាររបស់គាត់ដើម្បីមកធ្វើការរារាំងបន្ទាប់ពីមានការប៉ះទង្គិចគ្នាហើយពួកគេក៏ដឹងថាសៀវយៀននៅពេលនេះហាក់បីដូចជាមិនសូវស្រួលដូច្នោះក៏កាន់តែមានការព្រួយបារម្ភតាធានហួរក៏បាននិយាយថាបច្ចេកទេសភ្លើងទាំង5នេះបើទោះបីជាតម្រូវឲ្យសៀវយៀនប្រើប្រាស់នៅធម្មពលរបស់គាត់ច្រើនបន្តិចក៏ពិតមែនប៉ុន្តែយ៉ាងណាមិញគាត់គឺនឹកស្មានមកដល់ថាវាគឺបានធ្វើឲ្យសៀវយៀនគឺប្រែទៅជាខ្សោយយ៉ាងឆាប់រហ័សបែបនេះនោះទេដូច្នោះហើយពួកគេក៏គិតថាក្បួនការពាររបស់សៀវយៀននឹងគឺមិនអាចទ្រាំទ្របានយូរឡើយហើយខណៈដែលគូយ៉ាវគេក៏បានស្រែកឡើងម្ដងទៀតទៅយើងក៏ឃើញថាក្បួនការពាររបស់សៀវយៀនក៏ត្រូវបានបំបែកហើយធម្មពលក៏នៅតែសម្រកចូលមកដូច្នោះសៀវយៀនក៏និយាយថាគូយ៉ាវឯងគឺសាក់ភ្លួរសជាតិអានេះម្ដងទៅមើលបន្ទាប់មកការជុបភ្លើងដ៏ស្រស់ស្អាតក៏បានលេចឡើងនៅលើដៃរបស់គាត់ហើយគាត់ក៏បានក្រវែងចូលទៅរកគូយ៉ាវភ្លាមដែលធម្មពលរបស់គាត់ក៏ចាប់ផ្ដើម
មប៉ះតង្កេតគ្នាម្ដងទៀតជាមួយនឹងជំនាញប្រយុទ្ធកម្រិតឋានសួគ៌របស់គូយ៉ាវហើយជាមួយនឹងធម្មពលនៃផ្កាឈូកភ្លើងរបស់គាត់នោះយើងក៏ឃើញថាមិនយូរប៉ុន្មានម្រាមដៃដ៏ធំសម្បើមរបស់គូយ៉ាវនេះវាក៏ត្រូវបានបំបែកចោលទៅហើយផ្កាឈូកភ្លើងដ៏ស្រស់ស្អាតនេះវាក៏បានលេចឡើងត្រឹមតែមួយប្រព្រឹត្តភ្នែកតែប៉ុណ្ណោះគឺបានមកដល់នៅចំពោះមុខគូយ៉ាវបាត់ទៅហើយនៅពេលដែលគេរៀបនឹងបានភ្លក់រសជាតិនៃផ្កាឈូកភ្លើងដ៏ស្រស់ស្អាតនេះទៅហើយនោះក៏ស្រាប់តែព្រឹទ្ធាចារ្យម្នាក់បានចេញមកនិយាយថាសៀវយានសូមបង្ហាញអំពីក្តីធម៌មេត្តាផងប្រើប្រាស់កម្លាំងរបស់គាត់បន្តិចផ្កាឈូកភ្លើងរបស់សៀវយានក៏ត្រូវបានបញ្ឈប់ហើយរនាំងការពារដែលបានខូចខាតនោះក៏ត្រូវបានជួសជុលត្រឡប់មកវិញសូម្បីតែរាងកាយរបស់សៀវយានពោពេញទៅដោយស្លាកស្នាមរបួសនេះក៏ត្រូវបានជាសះស្បើយត្រឹមតែមួយប្រភេទភ្នែកដែរមិនត្រឹមតែប៉ុណ្្នឹងទេសូម្បីតែផ្កាឈូកភ្លើងដ៏ស្រស់ស្អាតរបស់សៀវយាននឹងក៏ត្រូវបានគាត់បង្ក្រាបផងដែរហើយខណៈដែលព្រឹទ្ធាចារ្យនឹងគាត់ដូចជាមានឈ្មោះថាថងស៊ွန်ហើយក្នុងពេលនោះសាច់រឿងរបស់យើងមួយភាគនេះក៏បានឈានដល់ទីបញ្ចប់ដូចគ្នា